ខ្ញុំគឺជាតារាកំ pl ៃមិនមែនជាសត្វស្វាមិនមែនជាលោកសង្ឃហើយក៏មិនមែនជាជនពិការអីទាំងអស់ហេតុអីក៏លោកវិធីកនិយាយថាសូមស្វាគមន៍មកកាន់ពិភពលោកនឹងនិយាយបំភ្លឺតែនទៀតថាជួបជាមួយនឹងជើងឯងពិតជាផ្ដេសផ្ដាស់ណាស់លោកតែគឺតែក៏គ្មានតែសម្រាប់លោកសង្ឃដូចជាអីទាំងអស់គ្មានតែថែមស្ករអីទៀតទេទីនេះមិនមែនជាហាងកាហ្វេទីនេះជាវេទិកាសើចពិធីករដ៏ផ្ដេសផ្ដាស់នេះពិតជាគ្មានសិលធម៌សិល្បៈនៃការនិយាយមែនសំឡឹងមេឃនៅឆ្ងាយអីសំឡឹងដីនៅចិត្តបង្កើយស្រណោះណាស់សងសាចាស់កំព្រាឃើញមន់ញ៉ែគ្នារងានឹកអូនឃើញក្បូនលូននឹកគ្រាបងស្កាត់ជួបស្រីប្រឡែកគ្រាប្រឡាក់ដីម្ដាយស្រីមកតនជន់ក៏ជេរបងលើកដៃទំពាសទទួលខុសត្រូវឪពុកមានអំពើស្ទុះប្រើចាប់ចងបញ្ជូនឲ្យខាន់ផ្ដាច់ស្នេហ៍នួនអងកំព្រាបងប្រត់ជាប់គុកព្រីងរៃពិតជាមានន័យមែនកំណាព្យរបស់សាលាបង្រៀនញ៉ែស្រីមានបង្រៀននៅបច្ចេកទេសញ៉ែស្រីជាច្រើនដូចជាណៃស្រឡាញ់ស្មោះ$200ណៃញ៉ែតាមផ្លូវ$20ណៃយកសង្សារគេ$100ណៃយកសង្សារច្រើន$50ណៃញ៉ែតាមផ្លូវ$30ណៃកុហកសង្សារឲ្យជឿ$80ផ្នែកដៃគ្នាតែ$15ទេផ្នែកអូកាឡា$60ផ្នែកធ្វើឲ្យគេស្រឡាញ់$75បាទសាស្ត្រាចារ្យទាំងឡាយមានបទពិសោធន៍ជាង2 ទៅ 3 ឆ្នាំមកហើយជាពិសេសធ្លាប់ត្រូវគេវាយនិងផ្ទះកំលៀងចេះទឹកអាវិតពីលើប្រហែលជា700 រាប់រយដងទៅហើយបាទសូមអរគុណផលិតកម្មកំពុងតែរះនិងកំពុងតែលេចវិញនោះបានចេញលក់នៅបទចម្រៀងពីរោះជាច្រើនសម្រាប់ស្រទាប់យូរអ្វីសម្រាប់បទចម្រៀងវល់មួយនេះគឺមានរិះគិតថាអូនមិនចេះរៀកឬអីបងគ្មានប្រវត្តិជួយស្បែកជើងគេទេស្លាប់ណាឲ្យអូនឈប់ស្រឡាញ់បងប៉ុន្មានដងហើយដែលអូននោះដាក់ពុកបែកគ្នានៅដល់អូនដេញមកមើលបងនឹកគេណាក់ដល់លេខថោសង្សារដេញតុងទីនហើយរត់ចោលខ្ញុំទៀតសង្ឃឹមថាមួយខែទៀតបងនឹងសងលុយអូនហើយពីហ្វងហ្វាខ្លាចជាកូនណុលសន្យាបានទេថាអូនឈប់ហៀសបោបាទជួយគ្រប់គ្រងនិងជួយស្ដាប់នៅស្នាដៃផលិតផលខ្មែរដែលបានខំធ្វើយ៉ាងអត់មានអស់លុយមួយរៀលបាទសូមអរគុណលក្ខខណ្ឌទូទៅសម្រាប់នារីកំពុងលេង Facebook ហើយពេលដែលគេសួរថាមានសង្សារឬក៏មានហានិភ័យត្រូវឆ្លើយថាមិនទាន់មានទេបើគេណាត់កុំប្រកែកមិនត្រូវដាក់រូបផ្សេងពីរូបខ្លួនឯងនៅក្នុង profile ដូចជារូបតុក្កតារូបតារាភាពយន្តជាដើមដាក់រូបថតណាដែលជារូបថតធម្មជាតិមិនត្រូវដាក់រូបណាដែលស្អាតទេអាចបណ្ដាលឲ្យគេច្រឡំពេលដែលថតជាមួយមិត្តភ័ក្តិដែលស្អាតជាងខ្លួនត្រូវប្រាប់ផងថាយើងឈរនៅទីណាសម្រាប់អ្នកមានសង្សារមិនត្រូវបង្អួតសង្សារជាដាច់ខាតព្រោះអាចប៉ះពាល់ដល់អារម្មណ៍អ្នកលេង Facebook ទាំងឡាយជាពិសេសគឺប្រុសតែម្ដងប្រសិនបើគេស្នើសុំជាមិត្តត្រូវទទួលភ្លាមក្នុងអំឡុង24ម៉ោងប្រសិនជាឃើញគេដាក់ប្រកាសចូលរួមមតិភ្លាមកុំចូលចិត្តតែលេងជាមួយនឹងប្រុសស្អាតប្រុសមិនស្អាតគួរតែលេងជាមួយដំណឹងពិសេសក្រុមហ៊ុនយើងខ្ញុំមានទទួលនៅសេវាកម្មបោកអ៊ុតទូរស័ព្ទគ្រប់ប្រភេទមានដូចជា1បោកទូរស័ព្ទ iPhone គ្រប់ប្រភេទមានដូចជា iPhone 2G 3G 3GS 4G and 4S 2បោកទូរស័ព្ទ Samsung Galaxy S Samsung Galaxy S2 and Samsung គ្រប់ស៊េរី3មិនត្រឹមតែបោកទូរស័ព្ទទំនើបនឹងមានបោកទូរស័ព្ទអនផងដែរដូចជាចុចពិលជាដើម4ពេលបោកហើយខាងក្រុមហ៊ុនយើងខ្ញុំនឹងយកទៅអ៊ុតឲ្យថែមទៀត5សម្រាប់ការបោកម្ដងចំណាយតែ$15ប៉ុណ្ណោះនឹងមានការថែមជូននៅការផាត់មុខនិងធ្វើសក់ផងដែរហើយសម្រាប់ការអ៊ុតទូរស័ព្ទវិញនោះក្រុមយើងខ្ញុំនឹងហ្វ្រីឲ្យបងប្អូននារីមួយក្រុមប្រហែលជា50000នាក់ដែលបានមូលមតិគ្នាបង្កើតច្បាប់ថ្មីដល់ប្រុសយើងទាំងអស់គ្នាជាប្រុសនេះគឺជាច្បាប់ប្រុសថ្មីកុំខាតពេលយូរអីសូមអញ្ជើញស្ដាប់ទាំងអស់គ្នាបាទទី1ពេលប្រពន្ធចេះហាត់តមាត់ទី2ពេលប្រពន្ធទៅដើរលេងជាមួយមិត្តភ័ក្តិត្រូវនៅចាំផ្ទះនិងមើលកូនទី3ពេលប្រពន្ធទៅលេងល្បែងត្រូវដាំស្លហើយយកបាយឲ្យប្រពន្ធហូបផងទី4ពេលបើកប្រាក់ខែត្រូវប្រគល់ឲ្យប្រពន្ធទាំងអស់ហាំដកទី5ពេលប្រពន្ធផឹកស៊ីហាមផឹកញ៉ែនាំខូចការមិត្តភ័ក្តិរបស់ប្រពន្ធទី6ពេលជួបមិត្តភ័ក្តិឬអ្នកជិតខាងត្រូវចេះលើកសរសើរប្រពន្ធហាមបង្អាប់គ្រប់ស្ថានភាពទី7ពេលរៀបចូលគេត្រូវជួយលើកជើងប្រពន្ធកុំឲ្យចំនួនអ្នកលេង Facebook មានការកើនឡើងគួរឲ្យកត់សម្គាល់នោះនឹងឆ្លងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យឆ្កួតសាស្ត្រនិងលទ្ធសាស្ត្របានដឹងថា
អ្នកលេង Facebook មួយចំនួនធំអនឡាញរហូតដែលជាលទ្ធផលមានអ្នកខ្លះអត់ស៊ីបាយអត់ស៊ីទឹកអត់ដេកដាច់យប់ថែមទៀតដែលបណ្ដាលឲ្យឈឺយោងតាមហេតុផលខាងលើយើងខ្ញុំសូមសំណូមពរឲ្យមិត្តទាំងអស់គ្នាកុំអនឡាញយូរពេកព្រោះអាចបណ្ដាលឲ្យទូរស័ព្ទឬកុំព្យូទ័ររបស់លោកអ្នកធ្លាក់ខ្លួនឈឺយ៉ាងដុនដាបបាទនេះជាបំណងល្អពីខ្ញុំតែប៉ុណ្ណោះបាទសូមអរគុណអានេះគ្រាន់តែជាការកំសាន្តឲ្យសើចសប្បាយតែប៉ុណ្ណោះវាគឺជាលក្ខណៈនៃការមើលមនុស្សតាមរយៈការផោមមនុស្សចិត្តស្ងប់ខ្ជិតផោមទុករហូតដល់ទ្រាំមិនបានទើបប្រឡែងមួយមនុស្សកលិចកលុចផោមហើយមើលមុខគេឯងធ្វើដូចជាមិនដឹងមានរឿងអីមនុស្សរិស័យស្រត់ព្យាយាមផោមដោយយកដៃគោះបន្លំតែចៃដន្យគោះខុសចង្វាក់ស្រាប់តែចេញមកភេទតែមនុស្សល្បីច្រើនចូលចិត្តផោមហើយធ្វើជាក្អកបន្លំខូចមែនមនុស្សសុភាពពោលពាក្យសំទោសមុននឹងផោមល្អមនុស្សល្អចូលចិត្តខ្ជិបផោមទុកយូររាប់បោកទុករហូតទុកតតែទៅផោមនៅឯផ្ទះទើបមានសេចក្តីសុខដើម្បីកុំឲ្យខ្មាស់គេនៅនឹងមុខមនុស្សសាហាវផោមមិនលឺសំឡេងតែមានក្លិនដូចជាយ៉ាប់ដល់ហើយមនុស្សចិត្តបនចូលចិត្តកំណាប់ផ្ទើយនេះជាកំណាប់មួយដែលមានមនុស្សម្នាក់ផ្ញើឲ្យសម្រាប់ជូនដល់មិត្តប្រុសជាពិសេសសម្រាប់ជូនដល់មនុស្សប្រុសជាទីស្រឡាញ់របស់គេដែលមានសូរស័ព្ទដូចខាងក្រោម1បងស្នេហ៍អូនចោះប្រុសស្រឡាញ់ចិត្តអូនមិនមានសិទ្ធិខត់ខាំងបងឡើយអូនជប់ហ៊ានផ្សងលើបងទៀតហើយបងទៅចុះបងអើយយើងអស់និស្ស័យពេលនេះអូនសុំតែពាក្យមួយម៉ាត់អូនប្រុសឆ្លើយកាត់ប្រាប់រូបឆៃថាបងលោកឆ្នៃយកអាឡៃអូនអស់និស្ស័យហើយក៏ចិត្តទៀតដែរលិខិតមួយនេះខ្ញុំបាទសូមផ្ញើជូនទៅសង្សាររបស់ខ្ញុំដែលស្រឡាញ់បំផុតគួរជាទីម្ដាយកណ្ដាល1មិនត្រូវខលទៅប្រុសដោយមិនបានអនុញ្ញាតពីរូបបង2ហាមធ្វើរឹកឲ្យដៃទៅអ្នកដទៃឲ្យសោះ3ហាមឲ្យគេប៉ះដៃឲ្យសោះក្រៅពីបង4ពេលទៅក្រៅហាមពាក់ខោអាវដែលសិចស៊ីករណីពិសេសហាមមានប្រុសជាដាច់ខាតប្រយ័ត្នតែឃើញគឺចាប់វាយហើយមិនបាច់សួរច្រើនទៅតែធ្វើឲ្យបានដឹងអត់បំណងល្អពីសង្សារអូនម៉ោង11យប់យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រឡប់ទៅទីក្រុងវិញគេឈរចាំរហូតដល់ម៉ោង12យប់ទើបឃើញរថយន្តមួយគ្រឿងបកកាត់ក៏បកដៃសុំទៅដែរហេតុអស់កម្លាំងពេកយុវជននោះក៏ឡើងអង្គុយលើរថយន្តមួយសន្ទុះហើយក៏លងលក់បាត់ទៅពេលនោះស្រាប់តែមានភ្លៀងមួយយ៉ាងធំរួចមានរន្ទះបាញ់ផងមិនឆ្ងាយប៉ុន្មានពីរថយន្តនៅនេះធ្វើឲ្យយុវជនឃើញភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួនជាមួយគ្នានោះគេភ័យស្ទើរលួសព្រលឹងដោយមិនឃើញអ្នកបើករថយន្តរីឯរថយន្តចេះតែទៅមុខកើមយ៉ាងស្ងៀមស្ងាត់ភ័យពេកក៏ស្រែកខ្មោចស្រាប់តែឮសំឡេងស្រែកពីខាងក្រៅថាខ្មោចអីអាឡប់ឡានរលត់ម៉ាស៊ីនអញរុញស្ទើរដាច់ខ្យល់ចុះជួយរួយអញបញ្ហាដែលខ្ញុំចង់បញ្ជាក់ថ្ងៃនេះគឺប្រុសយើងចាំតែខកហេតុអីអ្នកទាំងអស់គ្នាគួរតែដឹងថាពេលប្តីចង់ធ្វើមេគ្រួសារគេថាទុកសិទ្ធឲ្យស្ត្រីដល់ពេលប្រពន្ធធ្វើមេគ្រួសារគេថាប្តីនឹងជាប្រុសងក់ចាំស្រីដឹកមកពេលប្តីធ្វើបាបប្រពន្ធគេថាអាងកម្លាំងអាប្រើអំពើហិង្សាដល់ពេលប្រពន្ធវាយជេរប្តីមិនតដៃគេថាយើងនឹងអាកំសាពេលប្តីក្បត់ចិត្តប្រពន្ធគេថាអាប្រុសថោកទាបអាប្រុសក្បត់អាប្រុសព្រានដល់ពេលប្រពន្ធក្បត់វិញគេបាយថាអ្វីទ្រាំឲ្យប្រពន្ធក្បត់ហូពិតជាឈឺចាប់ណាស់លោកអើយខ្ញុំកើតមកជាប្រុសចាំតែខុសរហូត